ត្រីក្រាញ់ Wow. Chào chào chào. Tôi bán muối bắt. Wow. Ôi vô tôi bán muối. Bù cài men. Tôi chia rồi. Ở đây không? Không qua đi. Cầm vô phật bò thôi nói thế. Nó phật cô đã nô tôi cho nụ. Chả mạ đã nuôi ỏi nữa. Chứ tay cranh nha thầy nói. Tay cranh nha. Chào chào chào. Wow. Ngàyนี้เราtập hall studio trái mà nhẹ nhàng cho mùi cồn ban trái mà sẽ lo đài vàต่อពីបញ្ចប់ការស្ទូចបាទប៉ុន្តែអត់បានមានសកម្មភាពថតពេលវត្តត្រីម៉ាក់មួយទេដោយសារតែកូនញ៉ៃញ៉ៃពេកឥឡូវចង់ថតវត្តត្រីកន្លែងនេះគឺវាស៊ីចុះស៊ីឡើងអត់បានវត្តសោះបាទវាស៊ីនុយអស់បាត់ចឹងថ្ងៃហ្នឹងបានត្រីបានមកសន្លទៅផ្ទះវិញបាទចិត្តមកកូនដបមិញហ្នឹងបាទនេះត្រីច្បិចឥឡូវខ្ញុំធ្វើដំណើរមកលេងផ្ទះអ៊ីខ្ញុំនៅខាងភូមិកសាំងនេះកំពុងតែបញ្ចុកបបចៅពីអ្នកតូចនោះខ្លាចប៉ូលីសឥឡូវនេះគេថាបងប្អូនគេរៀបចំចេញដំណើរទៅភ្នំពេញហើយបានដល់ថ្ងៃដល់វេលាទៅធ្វើការចឹងគេថាមានបងប្អូនមានក្មួយគេមកជួនដំណើរដែរឥឡូវគេរៀបចំចេញដំណើររៀងខ្លួននេះអ្នកដឹកជញ្ជូនអីវ៉ាន់បាទពី3នាក់មកធ្វើដំណើរអមដំណើរឡើងឡានហ្នឹងហើយនេះគឺជាផ្ទះអ៊ីរបស់ខ្ញុំនៅភូមិកសាំងនឹងផ្ទះបុរាណតែម្ដងបាទយូរណាស់យូរនេះហើយតូធំមិនដាក់យ៉ាងម៉េចជីសល់តែថងទៅដល់ផ្ទះពេលមកលេងផ្ទះអ៊ីម្ដងបានយកអីមកជូនគាត់ទេហើយឥឡូវគាត់បានទិញត្រីទិញអីឲ្យយកមកស៊ីមរៀបទៀតត្រីសិតនេះសិតប្រភេទត្រីស្រែបាទមិនមែនត្រីចិញ្ចឹមទេដោយសារតែផ្ទះអ៊ីខ្ញុំគឺគាត់អត់ញ៉ាំតែម្ដងត្រីចិញ្ចឹមគឺគាត់អត់ហូបអត់អីទេគឺគាត់ហូបតែរបស់ថាធម្មជាតិស្រែហ្នឹងឥឡូវបងប្អូនខ្ញុំកំពុងតែចងត្រីចងអីដាក់ឲ្យស្រួលដាក់កតាឡើងធ្ងន់ហ្មងហើយរៀបចំចេញដំណើរមកស៊ីមរៀបពេលធ្វើដំណើរមកស៊ីមរៀបជិះដល់ផ្លូវពលានថ្មីឡានចាប់ដើមកកស្ទះហើយទ្រាំទៅចេញមកផុតបាទមកដល់គៀកមកដល់ផ្សារក្រងនេះកន្លែងផ្សារក្រងគឺថាឡាននៅតែជាប់គ្នារដេកកាន់តែច្រើនទៅហ្នឹងអាហ្នឹងក្នុងកាលពីថ្ងៃប្រជុំទី2បាទឡានសម្រុកចូលទីក្រុងហើយអ្នកដំណើរម៉ូតូអីក៏ច្រើនដែរហើយមេក៏កំពុងតែកក់កុញចុងភ្លៀងបន្តទៀតបាទមេឃឡើងខ្មៅហ្មងហើយខាងម៉ូតូឃើញមេឃខ្មៅវាជ្រៀតចេញដំណើរទៅមុខទៀតហើយដូចខ្ញុំដែរខ្ញុំជិះម៉ូតូធំអញ្ចឹងបាទបញ្ញាបញ្ញាប់ដូចតែគ្នាបាទហើយជិះវៀងផងអីផងណាឥឡូវចេញដំណើរទៅវៀងទៅតាមផ្លូវចូលបាគងភូមិខ្ញុំបាទនេះកន្លែងបាគងភូមិខ្ញុំហ្នឹងគឺផ្លូវវាបែកផុកបែកម៉ាំពេញហ្នឹងហើយឡាននិយាយវាខាងក្នុងគឺឡានពេញហ្នឹងឯងបាទទីធ្លានៅខាងក្រៅដាក់ឡាន3 4 10 20ទៀតហើយនៅខាងក្នុងកន្លែងភោជនីយដ្ឋានគេគឺឡានកកស្ទះពេញហ្នឹងឯងហ្នឹងហើយអរគុណច្រើនបាទវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបាយ